សួស្តីថ្ងៃនេះខ្ញុំចែករំលែកអំពីរបៀបចូលទៅកាន់ app របស់ Atomy យើងចូលទៅកាន់ app Atomy មកតែមកទៀតយើងនឹងឃើញផ្ទាំងព័ត៌មានដែលនិយាយអំពីសិក្ខាសាលានិងព័ត៌មានផលិតផលនេះគឺជាការចូលទៅកាន់ app របស់ Atomy ដើម្បីធ្វើការមើលទំនិញនិងផលិតផលក៏ដូចជាតម្លៃនៃផលិតផលអូខេបន្តមកទៀតយើងត្រូវចូលទៅកាន់ app ហ្នឹងគឺយើងត្រូវមានលក្ខខណ្ឌដូចជាការដែលយើងចុះឈ្មោះហើយយើងទទួលបាននៅលេខ ID សម្រាប់ធ្វើការចូលទៅទិញទំនិញក៏ដូចជាចូលទៅធ្វើការចុះឈ្មោះឲ្យសមាជិកថ្មីរហូតដល់27ប្រទេសនិង27សាខាដែលក្រុមហ៊ុន Atomy បានបើកក្នុងការធ្វើជំនួញ Atomy បងប្អូនគ្រាន់តែមានលេខទូរស័ព្ទអត្តសញ្ញាណប័ណ្ណនោះបងប្អូននឹងអាចចុះឈ្មោះចូលធ្វើជាសមាជិកគ្រួសារ Atomy បានហើយបងប្អូនអាចធ្វើជំនួញនេះទូទាំងពិភពលោកក៏ដូចជាទូទាំងសាខាដែល Atomy បើកនៅក្នុងនោះក៏មានសាខាកម្ពុជាយើងផងដែរAtomy គឺជាគេហទំព័រមួយដែលយើងអាចធ្វើការបញ្ជាទិញនៅទំនិញដែលមានគុណភាពល្អដាច់និងតម្លៃល្អដាច់ដែលយើងប្រើប្រាស់ហើយទទួលបាននៅប្រាក់ចំណូលមកវិញតើធ្វើដូចម្តេចដើម្បីបានប្រាក់ចំណូលពី Atomy មកវិញពេលក្រោយខ្ញុំនឹងបង្រៀនអំពីរបៀបការផ្លាស់ប្ដូរផលិតផលប្រើប្រាស់មកប្រើប្រាស់ Atomy និងទទួលបាននៅប្រាក់ចំណូលមកវិញអូខេថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីចូលទៅកាន់គេហទំព័រដើម្បីឆែកមើលទំនិញក៏ដូចជាតម្លៃនៃទំនិញអូខេយើងត្រូវមានលេខ ID សម្រាប់ចុចចូលបន្តមកទៀតយើងអាចចូលទៅមើលនៅផលិតផលក៏ដូចជាខ្សែនៃសមាជិកក្រុមដែលយើងធ្វើការណែនាំគាត់ឲ្យគាត់ធ្វើជំនួញដើម្បីបានចំណូលការគ្រាន់តែផ្លាស់ប្ដូរការប្រើប្រាស់ផលិតផលនៅលើទីផ្សារមកប្រើប្រាស់ផលិតផល Atomy យើងនឹងទទួលបាននៅប្រាក់ចំណូល